lấy dương bỏ bu tờ bốn bỏ bu khăn nghi tê lươngនឹងយ៉ាងឲ្យបោះប៊ូថ្នមពីព្រោះបោះប៊ូខ្លាំងយើងcònកវត្តឲ្យខ្លាំងវាទៅខ្លាំងហើយលើនេះគេអត់ឲ្យខ្លាំងទេគេឲ្យបោះប៊ូថ្នមបោះប៊ូថ្នមចង់និយាយថាអញ្ចេះចង់ថាឲ្យវាបោះចូលទៅប្រឡោះហ្នឹងបោះចូលប្រឡោះថ្នមចូលប្រឡោះហ្នឹងហើយកុំឲ្យត្រូវអីធុងដបជ័រហ្នឹងកុំឲ្យទៅដបជ័រហ្នឹងអញ្ចឹងក្មេងបើសិនតែយើងថ្នមពេកបើយើងថ្នមពេកអាចបោះអត់ដល់បើយើងថ្នមពេកអាចបោះអត់ដល់បើយើងជ្រុលដៃបើជ្រុលដៃយ៉ាងម៉េចជ្រុលដៃវាអាចប៉ះដបជ័រហ្នឹងអានេះថ្នមល្អហើយបើថ្នមល្អចាំមើលព្រោះអត់មានប៉ះដបជ័រទេតែបើជើងកាយយើងស្ទើរដៃជើងកាយអត់ដល់អត់ចូលគល់ដៅទេនៅពីមុខហ្នឹងហើយបើយើងខ្លាចស្ទើរដៃយើងបោះជ្រុលដៃវាទៅដល់អីវាទៅដល់ប៉ះធុងជ័របណ្ដោយប៉ះរហូតដល់ជ័រហ្នឹងចិត្តប៉ះហ្នឹងណាអាហ្នឹងប៉ះប៉ុណ្ណឹងហៅល្អដែរអាហ្នឹងវិធីហ្នឹងសម្រាប់ឲ្យក្មេងថ្ងៃក្រោយចេះចូលប៊ូលធ្វើម៉េចឲ្យបានចិត្តប៊ីអញ្ចឹងវិធីហ្នឹងយើងប្រើឧបករណ៍ហ្នឹងដើម្បីតម្រឹមឲ្យក្មេងចេះចូលធ្វើម៉េចកុំឲ្យផុតប៊ីអញ្ចឹងហើយគេដាក់ធុងជ័រហ្នឹងគេដាក់ដបជ័រហ្នឹងដើម្បីជាឧបសគ្គដើម្បីឲ្យគាត់សម្រិតសម្រាំងកុំឲ្យបោះឲ្យផុតអានេះចង់ស្ទើរនឹងចូលបានអញ្ចឹងការវិញ្ញាសានេះមានការពិបាកបន្តិចពិបាកតង់ថាទៅលៃកម្លាំងកុំឲ្យខ្លាំងពេកកុំឲ្យខ្សោយពេកបើយើងខ្លាំងពេកអាចផុតប៊ីកាលណាផុតប៊ីទៅដបជ័រនោះអញ្ចឹងយើងឃើញថាវិធីហ្នឹងគេឲ្យក្មេងរៀនចូលប៊ូលព្រោះនេះស្ទើរណាស្ទើរខ្លាចផុតពេកខ្លាចទៅហ្នឹងស្ទើរអត់ដល់តែជុលដៃខ្លាចផុតកន្លែងនេះវិញ្ញាសានេះពិបាកបន្តិចជាចាត់ទុកថាវិញ្ញាសាពិបាកជាងគេគឺយើងឲ្យក្មេងហាត់ថ្នមតែបើបោះខ្លាំងអត់ពិបាកទេបោះវឹងទៅបែរទៅណាទៅអាហ្នឹងងាយទេតែបើបោះថ្នមខ្ញុំគិតថាពិបាកចំពោះអ្នកលេខប៊ូលគឺពិបាកណាស់បោះថ្នមហ្នឹងអញ្ចឹងយើងឃើញគេចូលប៊ូលបានល្អកាលណាយើងធ្វើអញ្ចឹងថ្ងៃក្រោយពីមេរៀននឹងចប់ពេលហ្នឹងយើងអត់មានដាក់ឧបសគ្គទេយើងដាក់តែប៊ីឲ្យក្មេងចូលធ្វើម៉េចបានចិត្តប៊ីគឺវិញ្ញាសានេះគឺវិញ្ញាសាហៅថាបោះប៊ូឲ្យថ្នមឲ្យបោះប៊ូថ្នមនេះជាវិញ្ញាសាបោះប៊ូថ្នមអញ្ចឹងយើងឃើញយើងឲ្យសិស្សហាត់ទៅយើងប្រើវិធីហ្នឹងឲ្យសិស្សហាត់ចូលច្រើនប៊ូទៅយូរទៅគាត់ប៉ាន់ស្មានគាត់ដឹងកម្លាំងរបស់គាត់កម្រិតណាបោះកម្រិតណាទៅវានេះ